សួស្តីអ្នកគ្នាវីដេអូនេះខ្ញុំបង្ហាញអំពីរបៀបនៃការបង្កើត account Facebook ដោយប្រើប្រាស់ជាមួយនឹង VPN IP អាមេរិកប៉ុន្តែខ្ញុំបញ្ជាក់បន្តិចបង្កើតបានឬក៏អត់អានឹងខ្ញុំអត់ធានាទេព្រោះឥឡូវវាពិបាកបង្កើត10អីបាន1អីចឹងជួនកាលក៏អត់បានដែរហើយពេលខ្លះបានហើយមួយអាទិត្យក្រោយខូចក៏មានដែរគ្រាន់តែខ្ញុំបង្ហាញអំពី process នៃការបង្កើតចំពោះការបង្កើត account Facebook គឺខ្ញុំប្រើជាមួយនឹង LD យើងអាចបើកមួយក៏បានច្រើនក៏បានដែរចំពោះព័ត៌មានទូទៅដូចជាឈ្មោះអីខ្ញុំប្រើ ChatGPT ដើម្បី generate ចឹងណាប៉ុន្តែអ្នកនរគ្នាប្រើកម្មវិធីអីឬក៏យកព័ត៌មានពីណានឹងស្រេចតែអ្នកនរគ្នាទេអញ្ចឹងខ្ញុំ generate ឈ្មោះមកហើយខ្ញុំបើក LD ចំនួន5ចំពោះការចុចបង្កើតដូចតែយើងបង្កើត account Facebook ផ្ទាល់ខ្លួនរបស់យើងនៅក្នុងទូរស័ព្ទអញ្ចឹងគ្រាន់ថាខ្ញុំប្រើ LD ក៏ដូចជាទូរស័ព្ទដែរជា emulator Android អញ្ចឹងណាហើយយើងធ្វើការបំពេញឈ្មោះតាមដែលយើងចង់បានទៅជាទូទៅគឺខ្ញុំដាក់ឈ្មោះរៀងខុសៗគ្នាតិចតួចអញ្ចឹងណាបន្ទាប់មកខ្ញុំចុចធ្វើការបង្កើតព័ត៌មានទូទៅយើងដាក់ទៅអ្វីដែលសំខាន់យើងដាក់ឲ្យចំណាំណាដូចជាថ្ងៃខែឆ្នាំកណាត់អីហ្នឹងពីព្រោះងាយស្រួលក្នុងការដោះនៅពេលដែល account របស់យើងទីព័ត៌មានទូទៅឬក៏ជាប់អីមួយអញ្ចឹងយើងដឹងព័ត៌មានទាំងអស់ហ្នឹងហើយបន្ទាប់មកយើងធ្វើការដាក់ email ជួនកាលយើងដាក់ email ទៅយើងចុចអត់ទៅភាគច្រើនគឺចុចអត់ទៅអញ្ចឹងក្នុងករណីដែលយើងចុចអត់ទៅគឺយើងប្រើដាក់លេខទូរស័ព្ទវិញចំពោះការដាក់លេខទូរស័ព្ទគឺយើងអាចដាក់លេខបញ្ឆោតឬក៏យើងទិញលេខពី website ណាមួយអញ្ចឹងណាវីដេអូនេះខ្ញុំបង្ហាញពីការដាក់លេខបញ្ឆោតដោយសារតែខ្ញុំមានលេខ generate ស្រាប់អញ្ចឹងខ្ញុំយកមកដាក់ហើយខ្ញុំដូរតាចុងកតុយពី3លេខតិចទៅហើយបន្ទាប់មកខ្ញុំចុចបន្តទៅមុខទៀតចំណុចសំខាន់នៃការធ្វើ Facebook តើតាយើងមាន account ច្រើនហើយ account គឺភាគច្រើនខ្ញុំធ្វើគឺយក account នៅអាមេរិកអញ្ចឹងនៅពេលដែលយើងបង្កើតមកដល់ចំណុចទាកូដនេះយើង switch ទៅ email វិញចំពោះ email គឺខ្ញុំប្រើ Soho ហើយនិង Iron West អញ្ចឹងឥឡូវខ្ញុំសាកដាក់ Soho ហើយយើងបំពេញកូដពី email ហ្នឹងទៅអញ្ចឹងនៅពេលដែលយើងដាក់កូដទៅក្នុងករណីដែលវា load ចេញបែបនេះវា load បែបនេះគឺមានន័យថា account ហ្នឹងគឺខូចហើយឥឡូវយើងសាកមក account ទៀតមក LD ផ្សេងទៀតហើយយើងដាក់ email ហើយយើងយកកូដពី email ហ្នឹងយកមក apply ទៅដើម្បី verify ក្នុងករណីដែលយើង verify កូដហើយវាចេញតម្រង់បែបនេះអញ្ចឹងមានន័យថា account របស់យើងហ្នឹងគឺបង្កើតអត់បានជោគជ័យទេគឺវាខូចឥឡូវនេះយើងនៅសល់ LD 2ដាក់ត verify កូដពី mail អញ្ចឹងសម្រាប់ LD ណាដែលខ្ញុំបង្កើត account ទៅខូចគឺខ្ញុំលុបចោលហើយបន្តមកត្រង់ចំណុចនេះគឺខ្ញុំបង្ហាញពីរបៀបបង្កើត account Iron West អញ្ចឹង Iron West គឺជា website មួយដែលយើងអាចធ្វើការបង្កើត sub mail បានរីឯការបង្កើត account Iron West គឺអត់មានពិបាកទេចូល website របស់វាទៅហើយបំពេញ email password ហើយនឹងព័ត៌មានមួយចំនួនទៅនិយាយទៅអ្នកនរគ្នាអាចមើលវីដេអូនេះបានអញ្ចឹងណាខ្ញុំអត់បញ្យល់ច្រើនទេព្រោះការបង្កើតគឺវាអត់មានអីពិបាកទេតែហ្នឹងអញ្ចឹងយើងមើលវីដេអូខ្ញុំពី3ដងទៅគឺយល់ហើយបន្តមកទៀតគឺយើងចូល log in ជាមួយនឹង account Iron West មកយើងចូលកន្លែង mass mail នេះបន្តមកទៀតយើងធ្វើការបង្កើត email មួយមកកន្លែងនេះយើងដាក់ឈ្មោះមួយទៅឈ្មោះ account របស់យើងក៏បានដែរពេលដែលយើងបង្កើត account Facebook ណាហើយបង្កើតហើយយើងចុចកន្លែងហ្នឹងមកយើង copy email ហ្នឹងយកមកដាក់នៅក្នុង LD របស់យើងដើម្បីយកកូដ verify អញ្ចឹងឥឡូវនេះយើងបានកូដហើយអញ្ចឹងយើង copy កូដហ្នឹងទៅយកទៅដាក់ verify នៅក្នុង LD របស់យើងអញ្ចឹងឥឡូវយើង copy កូដហ្នឹងមកហើយយើងយកមកដាក់នៅក្នុង LD របស់យើងហើយយើងចុច verify អញ្ចឹងបើសិនបើវាចេញតម្រង់បែបនេះមានន័យថាយើងបង្កើត account បានជោគជ័យមួយហើយប៉ុន្តែមិនមែន 100% ទេណាគាត់ថាវាអត់ទាន់ចាប់ទេអញ្ចឹងពេលដែលយើងបង្កើតបានហើយយើងសាក verify នៅ LD មួយទៀតដោយសារខ្ញុំសល់ពី LD សម្រាប់ការបង្កើត account Facebook តែអញ្ចឹងណាអញ្ចឹងយើងបង្កើត mail ថ្មីមួយទៀតយើងយកទៅដាក់ LD ទី2ដើម្បីយកកូដដើម្បី verify អញ្ចឹងសម្រាប់ step នៃការធ្វើគឺដដែលទេអញ្ចឹងអានេះគ្រាន់តែជាដំណើរការនៃការបង្កើត account Facebook បន្ទាប់ពីយើងបាន verify កូដមកយើងចូលមកក្នុងបើសិនបើវាអត់ load file អីទេគឺយើងបង្កើត account Facebook បានហើយអញ្ចឹង LD2 នេះគឺខ្ញុំបង្កើត account Facebook បាន2 account ណាហើយបន្ទាប់មកយើងធ្វើការរៀបចំជាមួយនឹង account របស់យើងនេះទៅដោយសារ account នេះគឺវាថ្មីបន្តមកទៀតខ្ញុំធ្វើការដាក់រូប profile ទៅឲ្យ account របស់យើងអញ្ចឹងខ្ញុំមានរូប profile គំរូមួយខ្ញុំ copy ចូលទៅក្នុង folder LD ទៅ
ហើយបន្ទាប់មកយើងចេញ LD ទាំងពីរហ្នឹងមកខាងក្រៅដើម្បីឲ្យវា refresh ចាប់យក hook ដែលយើងបាន copy ចូលហើយយើងចូល Facebook វិញមកហើយយើងដាក់ hook profile សម្រាប់ការដាក់អ្នកនរគ្នាអាច follow តាម step ក្នុងវីដេអូនឹងបានខ្ញុំអត់បញ្យល់បន្ថែមទេព្រោះវាអត់មានអីជារឿងលំបាកទេហើយសម្រាប់ការរៀបចំ account Facebook ក៏វាតដែរដូចតែយើងបង្កើត account Facebook របស់យើងអញ្ចឹងណាអញ្ចឹងកន្លែងណាដែលយើងចង់ដាក់យើងដាក់ទៅកន្លែងណាដែលយើងមិនចង់ដាក់ក៏ឲ្យទៅចំពោះការរៀបចំ account Facebook របស់ខ្ញុំគឺខ្ញុំដាក់តែ hook profile ទេហើយជាមួយនឹង location ណាក្នុងករណីដែលវាចាប់បើសិនជាវាអត់ចាប់ទេក៏មិនបាច់ដាក់ទេ location ពេលខ្លះវាចាប់ទៅតាម IP VPN ដែលយើងប្រើអញ្ចឹងណាដូចក្នុងវីដេអូនេះអញ្ចឹងហើយបន្តមកទៀតខ្ញុំធ្វើការកត់យកព័ត៌មាន account ទាំងអស់ហ្នឹងព្រោះពេលយើងបង្កើតមកយើងត្រូវទុក file ព័ត៌មានទាំងអស់ហ្នឹងនៅក្នុង notepad ឬក៏ Excel អីមួយទៅព័ត៌មានដែលខ្ញុំកត់ទុកហ្នឹងមាន UID ហើយ password ហើយជាមួយនឹងឈ្មោះអីចឹងទៅហើយបន្ទាប់មកយើងធ្វើការលុបជាមួយនឹងលេខទូរស័ព្ទដែលយើងដាក់បញ្ឆោតចោលហើយយើងធ្វើការចាក់ 2FA សំខាន់យើងគួរតែចាក់វាឲ្យអញ្ចឹងណាហើយរបៀបនៃការចាក់គឺអ្នកនរគ្នាអាចមើលវីដេអូហ្នឹងទៅខ្ញុំរៀងសារលឿនតិចឯងប៉ុន្តែយើងមើលតែពី3ដងយើងយល់ហើយព្រោះការងារហ្នឹងវាតតែទេចេះតែម្ដងផ្សេងទៀតគឺយើងធ្វើតតែហ្នឹងហើយសម្រាប់ការយកកូដពី 2FA ខ្ញុំប្រើ website នៅក្នុងវីដេអូហ្នឹងអ្នកនរគ្នាអាចមើលបានអញ្ចឹងយើងកត់យកព័ត៌មានទី1ហើយបន្តមកទៀតយើងកត់យកព័ត៌មានមួយទៀតទៅនិយាយរួមយើងបង្កើត account ប៉ុណ្ណាយើងកត់ព័ត៌មាននឹងទុកពេលដែលត្រូវការយើងមានព័ត៌មាន account របស់យើងទាំងអស់ហើយយើងរៀបចំយើងអាស្រ័យទៅលើអ្នកនរគ្នាទេរៀបចំនៅក្នុង Excel ជាតារាងក៏បានតែខ្ញុំរៀបចំជាមួយដាច់នៅក្នុង note page របស់ខ្ញុំអញ្ចឹងណាហើយសម្រាប់ការធ្វើដូចខ្ញុំបង្ហាញអញ្ចឹងគឺអត់ខុសគ្នាទេលុបលេខទូរស័ព្ទចោលទុកតែ email ហើយបន្ទាប់មកយើងចាក់ 2FA ព័ត៌មានដែលយើងត្រូវទុកមានឈ្មោះមាន password មាន UID ហើយនិង 2FA សម្រាប់ការពារខូច LDA យើងអាចមានព័ត៌មានយកទៅ login សារថ្មីអញ្ចឹងណាអញ្ចឹងវីដេអូនៃការបង្កើត account Facebook គឺមានតែប៉ុណ្្នឹងទេអរគុណបាយបាយ